បើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរយូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណានាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណានាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណានាសម្បូរសត្រូវ
អាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅ
បើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រជាយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចខ្ទប់មាត់គេបានទេតែអ្នកអាចខ្ទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិត
មេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទឺដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយព្រមតាមហេតុរឿងរ៉ាវគ្រប់យ៉ាងសុទ្ធតែមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានរឿងល្អកើតព្រោះអំពើល្អដែលអ្នកបានសាងរឿងអាក្រក់កើតព្រោះកម្មអាក្រក់ដែលអ្នកបានប្រព្រឹត្តគ្មានអ្វីជារឿងចៃដន្យទេបុគ្គលសាងនៅកម្មណារមែងទទួលផលនៃកម្មនោះវិញមិនខានគ្មានអ្នកណាម្នាក់អាចរត់គេចពីកម្លាំងកម្មបានឡើយបើអ្នកបានធ្វើទានរក្សាសិលចម្រើនបុណ្យច្រើនពីអតីតមកលោកអ្នកក៏បានជួបរឿងល្អច្រើនសេចក្តីសុខច្រើនទៅតែបើអ្នកមិនបានសាងបុណ្យមកពីអតីតច្រើនទេកើតមកជាតិនេះក៏ខ្វះមុខខ្វះក្រោយមិនសមប្រកបដូចគេអ្នកខ្លះនៅពេលបច្ចុប្បន្នធ្វើល្អច្រើនតែដោយសារសេះសល់ផលកម្មចាស់ក៏ត្រូវទទួលរងផលនៃកម្មនោះរហូតស្រាកស្រានទើបអាចទទួលផលបុណ្យថ្មីដែលខ្លួនធ្វើនៅពេលបច្ចុប្បន្ននេះវិញបើជួបបញ្ហាហើយត្រូវហ៊ានប្រឈមមុខដោះស្រាយដោយស្មារតីដោះឲ្យអស់ពីសមត្ថភាពហើយបើដោះបានប៉ុណ្ណាក៏ត្រូវចេះព្រមទទួលតាមប៉ុណ្ណឹងទៅកុំត្អូញត្អែពេកអីផលនៃកម្មដែលយើងបានប្រព្រឹត្តទេដោះហើយត្រូវដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅមានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹង
គេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នានីសលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយ
រៀនញញឹមរស់រាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិព្យាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេ
ពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដ យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នក
រំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុក្ខបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសកេរ្តិ៍ឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះ
បញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនឹងសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នកនៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយអ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នកនៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេសសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុក្ខច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅថ្ងៃលៀបថ្ងៃជ័យថ្ងៃល្អ
គឺជាថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយដោយវាចាដោយចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាចម្រើនសមាធិផ្សាយមេត្តាដល់សពសត្វទម្លាប់ពួលវាចាល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃមានលាភថ្ងៃមានជ័យថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនល្អមិនអាក្រក់ទេចំណែករាសីអ្នកឡើងចុះអាស្រ័យលើកម្មគឺអំពើដែលអ្នកបានសាងបើអ្នកបានសន្សំបុណ្យល្អច្រើនពីមុនមកហើយបុណ្យនោះដល់ពេលឲ្យផលអ្នកក៏ជួបរឿងល្អរឿងរីករាយរកស៊ីបានចម្រុងចម្រើនទៅតែបើពេលបាបចាស់តាមទាន់វិញអ្នកនឹងជួបរឿងមិនល្អរឿងអកុសលឬរកស៊ីខាតលងចុងទៅកម្មគឺលោកសំដៅទៅលើអំពើដែលអ្នកបានសាងពីអតីតផងក្នុងពេលបច្ចុប្បន្នផងកម្មនោះជាអ្នកចាត់ចែងឲ្យអ្នកបានជួបរឿងហេងឬរឿងសោយក្នុងដំណើរជីវិតរបស់អ្នកបើអ្នកខំប្រព្រឹត្តល្អចិញ្ចឹមមេត្តាបិតាមានចំណេះចេះដឹងច្រើនមានកាយវាចាល្អប្រពៃហើយប្រុងប្រយ័ត្នព្យាយាមក្នុងកិច្ចការងារអ្នកបុណ្យពេលបច្ចុប្បន្ននោះនឹងជួយបើកឱកាសដល់បុណ្យចាស់ចាស់មកឲ្យផលឲ្យអ្នកបានចម្រុងចម្រើនតែបើអ្នកប្រព្រឹត្តអំពើមិនល្អពេលបច្ចុប្បន្នដូចជាដើរផឹកស៊ីប៉ោឡែខ្ជិលច្រអូសធ្វេសប្រហែសកម្មមិនល្អក្នុងពេលបច្ចុប្បន្ននឹងបើកឱកាសឲ្យអកុសលកម្មពីអតីតមកឲ្យផលមិនខានអ្នកនឹងលិចលង់នឹងមិនចម្រុងចម្រើនទៅមុខឡើយព្រោះកម្មបច្ចុប្បន្នក៏មិនល្អកម្មពីអតីតក៏ឲ្យផលថ្ងៃហេងថ្ងៃសោយអាស្រ័យលើកម្មអ្នកអាស្រ័យលើចិត្តអ្នកមិនឋិតនៅលើមាត់គេថាទេបើអ្នកចង់បានថ្ងៃល្អចង់បានថ្ងៃជ័យត្រូវខំសាងល្អល្អដោយកាយល្អដោយវាចាល្អដោយចិត្តហើយបើមានថ្ងៃខ្លះអ្នកជួបរឿងសោយជាថ្ងៃដែលបាបចាស់ឲ្យផលសុំគុំកើតទុក្ខទូមនោះទូមនិញច្រើនពេកអីចាត់ទុកថាជាផលនៃបាបចាស់ហើយខិតខំធ្វើអំពើល្អថ្មីដូចជារំលឹកគុណព្រះរតនត្រ័យថ្វាយគ្រឿងសក្ការៈចំពោះព្រះពុទ្ធជាម្ចាស់ជូនទេយ្យទានចំពោះលោកឪពុកអ្នកម្ដាយដាក់បាតព្រះសង្ឃឬក៏ធ្វើអំពើល្អផ្សេងជាការសាងបុណ្យថ្មីជាឈ្មោះនៃសេចក្តីសុខផ្លូវចិត្តបុណ្យនោះនឹងជួយឲ្យអ្នកបានស្រស់បានសុខហើយអនាគតក៏បានភ្លឺថ្លាដែរជោគជតារាសីរបស់យើងម្នាក់កើតឡើងអាស្រ័យខ្លួនយើងខ្លួនឯងជាអ្នកបង្កើតសូមគុំស្វែងរកសេរីសួស្តីពីខាងក្រៅឡើយបើចង់ឲ្យទេវតាអមនុស្សជួយអ្នកក៏អ្នកត្រូវតែមានបុណ្យឲ្យទេវតានោះជួយដែរបើអ្នកគ្មានបុណ្យសន្សំមកទេ
គ្មានព្រះអិនព្រះព្រំណាអាចជួយអ្នកបានឡើយរៀនសម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមកុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេ
វាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយៗដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតចឹងឆ្លៀតឱកាសចូលឆ្នាំថ្មីបានជួបជុំគ្នាស្ដាប់អវាទខ្លីតិចណាថ្ងៃនេះក្រុមហ៊ុន RMA Cambodia ដឹកនាំដោយលោកកញ្ញាយុងនសាំងព្រមទាំងគណៈគ្រប់គ្រងសហការីទាំងអស់បានធ្វើកិច្ចប្រពៃណីជាបុណ្យកុសលសម្រាប់ធ្វើឲ្យជីវិតបានចម្រើនដោយសេចក្តីសុខការបំពេញអំពើល្អជាពូជនៃសេចក្តីសុខបើយើងចង់បានសុខធ្វើអំពើល្អឲ្យច្រើនបើយើងសាងអំពើអាក្រក់ថ្ងៃមុខថ្ងៃក្រោយទទួលផលអាក្រក់នោះត្រឡប់មកវិញណាដល់ថ្ងៃព្រះពុទ្ធព្រះអង្គសម្ដែងថាយាតិសੰវបតេពីជាងតាតិសੰលពតេផលាំងបុគ្គលដាំពូជណារមែងបានផលនោះត្រឡប់មកវិញគាត់ថាបុណ្យខ្លះឲ្យផលរៀងយឺតបន្តិចបាបខ្លះឲ្យផលរៀងយឺតបន្តិចអញ្ចឹងយើងឃើញគេធ្វើអាក្រក់ទៅដូចមានអញ្ចឹងណាប៉ុន្តែថាដល់ពេលបាបនឹងឲ្យផលអានឹងបានស្រែកថាអូបើអញ្ចឹងបើដឹងអញ្ចឹងអញអត់ធ្វើអាក្រក់ទេប៉ុន្តែអានឹងហួសហើយណាមែនទេអញ្ចឹងបានព្រះអង្គឲ្យយើងចេះស្ដាយមុនកុំឲ្យស្ដាយក្រោយស្ដាយមុនហ្នឹងគឺឲ្យចេះខ្មាស់បាបខ្លាចបាបថាអូអញអត់ហ៊ានធ្វើអំពើអាក្រក់ទេពីព្រោះអំពើអាក្រក់ហ្នឹងចុងក្រោយរត់មករកពីណាវិញរត់មករកខ្លួនឯងវិញដូចស្រមោលអន្ទោលតាមប្រាណអញ្ចឹងដឹងច្បាស់អញ្ចឹងហ្មងណាអញ្ចឹងយើងអត់ធ្វើអាក្រក់ដើម្បីបានសុខយើងអត់ដូរសេចក្តីសុខរយៈពេលខ្លីជាមួយនឹងសេចក្តីទុក្ខរយៈពេលវែងទេហើយពីព្រោះអត់មានអ្នកណាមួយរត់គេចផុតពីកម្លាំងកម្មរបស់ខ្លួនឯងបានទេសូម្បីតែព្រះពុទ្ធជាម្ចាស់នៃយើងណាយើងធ្លាប់ដឹងព្រះអង្គក្អួតឈាមពេលព្រះអង្គបរិនិព្វានធ្លាប់ដឹងហើយណាបជន80ក្អួតឈាមមកទាំងក្រោមទាំងលើបាបកម្មណាព្រះអង្គធ្លាប់ពីអតីតកាលមកដណ្ដើមគេឪពុកម្ដាយនៅសល់2នាក់បងប្អូនបងស្លាប់ទៅនៅសល់ក្មួយអញ្ចឹងទ្រព្យហ្នឹងវាបានទៅលើក្មួយមួយចំណែកមកលើខ្លួនឯងមួយចំណែកមិនអញ្ចឹងហ៎គេរបស់ឪពុកប៉ុន្តែចង់ស៊ីដាច់បដ ாய் ចង់ស៊ីដាច់យកតែឯងវាយក្មួយនឹងក្អួតឈាមណាបាបកម្មហ្នឹងព្រះអង្គធ្លាប់ដណ្ដើមគេពីក្មួយខ្លួនឯងហ្នឹងចុងក្រោយពេលព្រះអង្គចិត្តនឹងបរិនិព្វានហ្នឹងក្អួតឈាមទៅអាហ្នឹងសូម្បីតែព្រះពុទ្ធក៏មិនអាចរត់គេចពីកម្មរបស់ខ្លួនឯងបានដែរមែនទេទាំងអស់គ្នាណាអញ្ចឹងព្រះអង្គឲ្យយើងរៀនដាស់តឿនខ្លួនឯងមានហិរិខ្មាស់បាបថាអញប៉ុណ្ណឹងដែរបើធ្វើទៅខូចគេខូចឈ្មោះវងតកូលប៉ះពាល់កិត្តិយសគ្រួសារអញ្ចឹងអញមិនហ៊ានធ្វើទេខ្មាស់បាបអញ្ចឹងក៏បានបន់ដែរណាដល់អោតបៈខ្លាចបាបអញអត់ធ្វើបាបហ្នឹងទេពីព្រោះបាបហ្នឹងជួយកាត់ធ្វើជាមួយគេមួយដល់សងគេវិញបានទៅ100 1000អីចឹងទៅក៏មានដែរអាការនោះដូចវាចង់មិនមែន double ទេវាទៅដល់ triple ដល់ប្រមាណដងហ្នឹងអញ្ចឹងយើងមានស្មារតីដាស់តឿនខ្លួនឯងតម្រង់ជីវិតហ្នឹងឲ្យបានសេចក្តីសុខទាំងបច្ចុប្បន្នផងទាំងលោកខាងមុខក៏យើងបានសុខដែរពេលធ្វើដំណើរទៅលោកខាងមុខទៅតែអញកើតមកមួយជាតិនេះអញបានធ្វើប្រយោជន៍ច្រើនណាស់បើទោះជាថាស្លាប់ក៏ស្លាប់ចុះអញបានធ្វើអំពើល្អច្រើនអញ្ចឹងណាអ
អញ្ចឹងដល់ពេលទៅក៏ទៅអត់មានសេចក្តីភ័យព្រួយបារម្ភតក់ស្លុតខ្លាចទេដោយសារសម្លឹងមើលមកជីវិតខ្លួនឯងហ្នឹងអ្វីដែលគួរធ្វើយើងបានធ្វើរួចហើយអញ្ចឹងណាអនុមោទនាឥឡូវតកតងនឹងចូលឆ្នាំថ្មីបន្តិចចាស់សេរីសួស្តីពេលព្រឹកនៅណាតាមប្រតិនាមទលាប់មកនៅមុខដល់សេរីសួស្តីពេលថ្ងៃទ្រូងដល់សេរីសួស្តីពេលយប់ជើងហើយព្រលឹមឡើងលុបមុខទេទាំងអស់គ្នាប៉ុន្តែករងទីថាមានសេរីសួស្តីទេអត់ទេនៅមុខយើងនេះមានអីខ្លះនៅមុខយើងនេះមានមាត់មានភ្នែកមានត្រចៀកមានច្រមុះអញ្ចឹងមិនមែនគ្រាន់តែលុបមុខឲ្យបានសេរីសួស្តីទេគឺចេះមើលរឿងអ្វីដែលល្អពេលព្រលឹមឡើងក៏មើលជេរគ្នាមិនទាន់ចប់ពីយប់មើលព្រឹកឡើងតឲ្យខូចអារម្មណ៍អស់ហើយណាហ្នឹងហើយស្ដាប់ក៏ស្ដាប់រឿងណាដែលនាំឲ្យចិត្តជ្រះថ្លាហើយជាពិសេសពាក្យថាមុខៈនៅក្នុងភាសាបាលីមុខៈប្រែមកវិញថាមាត់ទេមិនមែនមុខទាំងមូលទេណាមុខៈគឺមាត់យើងនេះអញ្ចឹងអ្នកណាចង់បានសេរីសួស្តីចេះប្រើសម្ដីនឹងឲ្យល្អឲ្យត្រឹមត្រូវកុំទៅចាក់ចុចអេកអូចនិយាយធ្វើឲ្យគេក្តៅក្រហាយឆ្លោះគ្នាបាបអាហ្នឹងមិនមែនសេរីទេប៉ុន្តែបើអ្នកនឹងចេះប្រើពាក្យសម្ដីនឹងត្រូវនិយាយឲ្យគេរួបរួមឲ្យគេស្រឡាញ់ឲ្យគេបានចម្រុងចម្រើនសេរីសួស្តីកើតពីណាគេកើតពីមាត់របស់យើងឬក៏កើតពីមុខៈគឺមាត់របស់យើងនឹងឯងដល់សេរីសួស្តីថ្ងៃនៅណានៅដើមទ្រូងនៅក្នុងទ្រូងមានអីមានបេះដូងទុកធ្វើអីបេះដូងបេះដូងមានតួនាទីគឺស្រឡាញ់មិនចឹងណាស្រឡាញ់ក្នុងន័យនេះថាទៅណាមកណាធ្វើការនៅណាក៏ដោយកុំភ្លេចយកបេះដូងទៅជាមួយផងយកបេះដូងចង់និយាយថាឲ្យយកសេចក្តីស្រឡាញ់ការរាប់អានទាំងអស់គ្នានឹងទៅជាមួយកុំឲ្យមួម៉ៅក្តៅក៏ហាយខឹងចំណែនគុំស្អប់បេះដូងនោះវាក្តៅដល់ក្តៅទាំងយើងក្តៅទាំងអ្នកជុំវិញខ្លួនហ្នឹងក៏ក្តៅដែរអញ្ចឹងទៅណាមកណាយកបេះដូងទៅផងបានដល់យកមេត្តាសេចក្តីស្រឡាញ់អាហ្នឹងបានសុខហើយអត់សូវមានសត្រូវអត់សូវមានគេស្អប់អត់សូវមានគេគុំអីអាញឹមសបាយមិត្តភក្តិច្រើនណាអ្នកដែលមានមេត្តាសម្បូរមិត្តណាហើយអ្នកដែលខ្វះមេត្តាសម្បូរសត្រូវទៅដល់កន្លែងណាគេស្អប់គេមិនចូលចិត្តទេហើយបើសិនជាឧទាហរណ៍ថាបានម្នាក់នឹងចេញសុំដាក់ពាក្យចេញអីអូគេធូរអាហ្នឹងមានពាក្យខ្មែរមួយថាបើនៅឲ្យគេស្រឡាញ់បើចេញឲ្យគេស្ដាយបើទៅឆ្ងាយឲ្យគេនឹកនៅឲ្យគេស្រឡាញ់តើតែយើងល្អដែរមែនទេទាំងអស់គ្នាណាហើយបើយើងមិនដឹងក្បាលមិនដឹងកតុយចង្អេចង្អាងគេមិនចូលចិត្តយើងទេសេរីសួស្តីពេលយប់នៅណាជើងយើងលាងឲ្យស្អាតព្រោះជើងយើងសម្បុកមេរោគហ្នឹងដើរជន់អីខ្លះចឹងពេលមុនគេលាងឲ្យស្អាតតាមជីវវិទ្យាត្រូវហើយប៉ុន្តែសួរតែគ្រាន់តែលាងជើងប៉ុណ្ណឹងបានសេរីហ្មងហើយឬក៏យ៉ាងម៉េចអត់ទេឲ្យចេះពិចារណាថាថ្ងៃហ្នឹងអញប្រើរាងកាយរបស់អាត្មាអញហ្នឹងមានប៉ះពាល់អ្នកណាដែរអត់ទេមានអ្នកធ្វើឲ្យអ្នកណាកោតទុកដោយសារអាត្មាអញដែរអត់ទេអញ្ចឹងណាបើថាអូថ្ងៃហ្នឹងអត់មានធ្វើឲ្យអ្នកណាក្តៅក្រហាយអូសប្បាយចិត្តណាបើថាមានប៉ះពាល់អ្នកដតីអូអញចាំមើលមានពេលសុំទោសគាត់ដែរជ្រុលជ្រោះអីបន្តិចបន្តួចកាយរបស់យើងនឹងប៉ះពៀអីចឹងទៅឥឡូវតាំងចិត្តកែខ្លួនធ្វើឲ្យជាមនុស្សល្អអញ្ចឹងអ្នកដែលបានសម្អាតអីគេខ្លះមិញសម្អាតមុខនេះមាត់នេះមួយសម្អាតអីមួយទៀតសម្អាតបេះដូងសម្អាតចិត្តនេះពីរសម្អាតអីមួយទៀតមិញសម្អាតជើងសម្អាតកាយអញ្ចឹងសម្អាតកាយសម្អាតវាចានិងសម្អាត
ចិត្តនឹងបានចម្រើនសេចក្តីសុខអត់មានពៀវរាអត់មានសត្រូវបើមានសត្រូវក៏មានតិចដែរហើយបានសុខទាំងបច្ចុប្បន្នបានសុខរហូតទៅដល់លោកខាងមុខជាតិខាងមុខខាងក្រោយក៏អត់សូវមានអ្នកស្អប់ដែរប៉ុន្តែបើសិនយើងប្រមូលកំហឹងគុំគួនស្អប់មិនបាច់ចាំបាច់ជាតិក្រោយទេមែនទេតែជាតិហ្នឹងក៏គេអីគេក៏គេស្អប់ដែរទៅណាមកណាគេមិនចូលចិត្តទេអាហ្នឹងសេរីទាំង3ប្រការចុះក្បាលព្រំហ្នឹងមានមុខប្រមាណក្បាលព្រំហ្នឹងមុខ4ហើយក្នុងរឿងហ្នឹងថាបើយកក្បាលហ្នឹងទៅបោះចូលទឹកសមុទ្រធ្វើឲ្យសមុទ្រហ្នឹងមកយើរីងបើបោះចូលលើអាកាសធ្វើឲ្យអាកាសហ្នឹងមកយើរាំងភ្លៀងបើបោះចូលក្នុងព្រៃធ្វើឲ្យព្រៃហ្នឹងមកយើឆេះអស់ហ្មងក្នុងន័យថាមុខព្រំមុខ4តំណាងឲ្យអីព្រំមុខ4ម៉ាត់ព្រំវិហារធម៌ទាំង4មានអីខ្លះមេត្តាករុណាមុទិតាឧបេក្ខាអញ្ចឹងបើនៅកន្លែងណាក៏ដោយក្នុងគ្រួសារក៏ដោយក្រុមហ៊ុនក៏ដោយស្ថាប័នរដ្ឋក៏ដោយស្ថាប័នឯកជនក៏ដោយបើយើងបោះក្បាលព្រំទាំង4នឹងចោលឆេះឲ្យកន្លែងហ្នឹងឆេះហ្មងមានន័យថាយើងអត់ចេះស្រឡាញ់គ្នាផងយើងចេះតែគុំគួនស្អប់គ្នាឆេះឲ្យមែនទេទាំងអស់គ្នាណាមេត្តាប្រែថាស្រឡាញ់រាប់អានគ្នាចង់ឲ្យបានសុខទាំងអស់គ្នាទី1ករុណាមានន័យថាពេលគេមានទុក្ខសោកស្ដាយគ្នាជួយអូយគាត់មានបញ្ហាពិបាកប្របិនចង់ជួយគ្នាស្រោះគ្នាឲ្យគ្នាបានរួចផុតពីទុក្ខនឹងមកដល់មុទិតាប្រែមកវិញថាម៉េចមុទិតាមានពីណាចេះហេមុទិតាប្រែមកវិញថាបើគេបានជោគជ័យបើគេបានខ្ពង់ខ្ពស់យើងមានចិត្តត្រេកអរអត់មានចិត្តច្រចំណែននេះអូនឹកឃើញអូបនគាត់មានច្រើនបនគាត់អន្សំពីជាតិមុនមកល្អណាស់គាត់ធ្វើទៅចេះតែបានអត់មានចិត្តចំណែននេះពីព្រោះចំណែនទៅបានអីចំណែនទៅយើងបានអីបានភ្លើងបានបាបហើយទាញយើងទម្លាក់ឲ្យកាន់តែទៀបអ្នកចំណែនគេគឺជន់ខ្លួនឯងទេមិនមែនជន់អ្នកដទៃទេពីព្រោះចំណែនជាចិត្តបាបហើយចិត្តបាបនៅអ្នកណាធ្វើឲ្យអ្នកនឹងទុនទៀបទៅមានថាថោកទេបវរគេថាអាត្មាទៀតចឹងពីព្រោះឲ្យតែអកុសលទាំងអស់សិតតែជាធម៌ធ្វើឲ្យយើងទុនទាបឲ្យអត់បានខ្ពង់ខ្ពស់ប៉ុន្តែផ្ទុយទៅវិញបើយើងចិត្តយើងស្រឡះជ្រះថ្លាមិនចំណែនមិនគុំមិនគួនមិនស្អប់មិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយយើងបានបុណ្យអត់ចាំបាច់ធ្វើបុណ្យនៅវត្តទេធ្វើបុណ្យនៅក្រុមហ៊ុនហ្នឹងក៏បានបុណ្យដែរស្រឡាញ់រាប់អានគ្នានិយាយល្អពីគ្នាធ្វើកិច្ចការងារឲ្យបានល្អបើនៅផ្ទះចិញ្ចឹមកូនក៏បានបុណ្យដែរតាំងចិត្តថាអញធ្វើទានមួយកូនឲ្យកូនរស់នៅបានសុខក៏យើងបានបុណ្យដែរហើយបើមានស្វាមីភរិយាតាំងចិត្តថាអញរៀបចំបម្រើភរិយាស្វាមីឲ្យបានល្អអូបានបុណ្យប្រអិនលើកដៃសាពះអញ្ចឹងអាត្មាបើកវងកញ្ចក់រឿងប្រអិននេះចាថ្ងៃមួយប្រអិនហៅនាយសារថីតកង់ឡានប្រអិនណាប្រអិនមានតកង់ឡានណាថានាយសារថីរៀបចំរាជរដ្ឋយើងចង់ទៅកសាលនៅឧទ្យានបានគេរៀបចំរាជរដ្ឋរួចបានមកទូលប្រអិនព្រះអង្គរួចហើយព្រះអង្គស្ដេចយាងទៅដល់រៀបនឹងឡើងលើរាជរដ្ឋហ្នឹងលើកដៃប្រណម្យទៅទិសទាំង4បានតកង់ឡានប្រអិនសួរថាព្រះអង្គលើកដៃថ្វាយអង្គមហ្នឹងសំពះពីណានៅលើលោកនេះមានពីណាធំជាព្រះអង្គទៀតបានព្រះអង្គចេះហ៊ានទៅបានព្រះអង្គទៅគោរពគេបានប្រអិនហ្នឹងថាយើងគោរពចំពោះបុគ្គលណាដែលចេះបំរើមេដាបេដាធ្វើទានរក្សាសិលចិញ្ចឹមបុត្រភរិយាប្រកបដោយធម៌យើងគោរពចំពោះអ្នកហ្នឹងពីព្រោះអ្នកហ្នឹងមានគុណធម៌ប្រសើរខ្ពង់ខ្ពស់ណាស់អ្នកមានក្តីអ្នកក្រក្តីប៉ុន្តែឲ្យតែមានគុណធម៌ហ្នឹងប្រអិនគោរពហើយអ្នកដែលមានគុណធម៌ហ្នឹងសិតតែជាបេក្ខជនទេវបុត្រទេពធីតាដែលចង់បានកើតជាទេវបុត្រទេវធីតាធ្វើទានរក្សាសិលចិញ្ចឹមម៉ែចិញ្ចឹមឪឲ្យបានល្អចិត្តកុំឲ្យខឹងក្រេវក្រោធទៅអនាគតទៅបានជាទេវបុត្រទេពធីតាស្រួលដាក់បានវេនមកថែអាសាមនុស្សលោកទៀតមិនដឹង
chẳng chun po chun chay sờ đây xua sờ đây từng ác kia na mình toàn hòaกับkhổ phỏng prum bị hiệt hóa miền mán mình miền mê tá cả rồi ná mu tì ta áp chất chân này kia thế đạo up khá chất chia còn cần đa sờ lạnh mà kia hai bờ mũi tiết không đây thà chỉ vật bao nhiêu vì miền p khác họ si là vì miền p khác họ si việc hạt màu vì miền p khác kia xó xa p khác kia nấn tia chẳng dương hiện từ tua thả p na họ si thu ở bon anh miền họ si thu pena họ si kha tới cũng không ai bãi chất đã thương mấy chứ chỉ vật nó đôi chia tất ở lột chẳng về miền láng về miền cho dương quay dung ta sầm mót đấy chụp ở lột tới sầm mót bị đạp dương ấy thì chẳng có thọ mà đa ta tiết tới phẳng ta tiết tới mình sừng khum mình bạn tập chặt tê mô tình đi xa chặt chất nẹ họ hà từ ná nẹ trời tam đàm chất nẹ chia bị chạm bởi chất khăn có đăng tại chất của bùng khăn hỏi mình thôi là bươn cầm hằng mà tịch mò bởi chất chân này đăng tại chất của bùng chân này hỏi tiên vì trẻ ốp ô xa tô kê vinh bà sẽ đai krauj đăng thật chấtកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងអ្នកម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់
មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុក្ខពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខាងក្រោតច្រើនមួម៉ៅច្រើនទុក្ខក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាក
អត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវ អាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិនសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេក
រៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបន់ចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនរស់ចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរ
កុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រជាយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចផ្ទុកមាត់គេបានទេតែអ្នកអាចផ្ទុកត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបូរមាត់អ្នកដទៃឡើយព្រមតាមហេតុរឿងរ៉ាវគ្រប់យ៉ាងសុទ្ធតែមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានរឿងល្អកើតព្រោះអំពើល្អដែលអ្នកបានសាងរឿងអាក្រក់កើតព្រោះកម្មអាក្រក់ដែលអ្នកបានប្រព្រឹត្តគ្មានអ្វីជារឿងចៃដន្យទេបុគ្គលសាងនៅកម្មណារមែងទទួលផលនៃកម្មនោះវិញមិនខានគ្មានអ្នកណាម្នាក់អាចរត់គេចពីកម្លាំងកម្មបានឡើយបើអ្នកបានធ្វើទានរក្សាសិលចម្រើនបុណ្យច្រើនពីអតីតមកលោកអ្នកក៏បានជួបរឿងល្អច្រើនសេចក្តីសុខច្រើនទៅតែបើអ្នកមិនបានសាងបុណ្យមកពីអតីតច្រើនទេកើតមកជាតិនេះក៏ខ្វះមុខខ្វះក្រោយមិនសមប្រកបដូចគេអ្នកខ្លះនៅពេលបច្ចុប្បន្នធ្វើល្អច្រើនតែដោយសារសេសសល់ផលកម្មចាស់
ក៏ត្រូវទទួលរងផលនៃកម្មនោះរហូតស្រាកស្រានទើបអាចទទួលផលបុណ្យថ្មីដែលខ្លួនធ្វើនៅពេលបច្ចុប្បន្ននេះវិញបើជួបបញ្ហាហើយត្រូវហ៊ានប្រឈមមុខដោះស្រាយដោយស្មារតីដោះឲ្យអស់ពីសមត្ថភាពហើយបើដោះបានប៉ុណ្ណាក៏ត្រូវចេះព្រមទទួលតាមប៉ុណ្ណឹងទៅកុំត្អូញត្អែពេកអីផលនៃកម្មដែលយើងបានប្រព្រឹត្តទេដោះហើយត្រូវដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេក